លោកប្រុសតូចតែយើងជប់ធ្វើបែបនេះទៀតបានទេនេះយ៉ាងម៉េចអញមិនសប្បាយចិត្តមែនទេតែខ្ញុំនៅតែមានអារម្មណ៍ថាខុសរឿងពួកយើងទាំងពីរថ្ងៃណាមួយប្រកាសជាមានគេដឹងជាមិនខានហើយពេលនោះប្រកាសជាមានរឿងធំដល់រាប់ណាអញមិននិយាយយើងមិននិយាយគ្មានអ្នកណាដឹងទេអញកុំបារម្ភអីណាបានហើយអញជប់ធ្វើមុខស្អុយទៀតទៅអញធ្វើអញ្ចឹងទៅមិនស្អាតតតែសោះលោកប្រុសតូចមានរឿងធំហើយសិតហើយបានជាអូនដឹងថាបងនៅទីនេះពិតមែនហើយហេតុអីបានចែកនឹងថាយើងនៅទីនេះនេះលោកប្រុសតូចបែកឆ្ងល់ទេតែហេតុអីបានជាខ្ញុំដឹងតែឥឡូវនេះមានរឿងធំហើយលោកប្រុសតូចរឿងធំតើរឿងធំអីទៅគឺលោកជំទាវមកវិញហើយលោកប្រុសតូចតើអ្នកគេបានមើលរឿងព្រំលិខិតភាគទី23ខ្លះខមមិនអារម្មណ៍ម្នាក់មួយមកពេលដែលដឹងថាលោកជំទាវត្រឡប់មកវិញអញ្ចឹងបើសិនជាចង់ដឹងថាតើលោកប្រុសតូចនិងនេសាក់ទៅជាយ៉ាងណាកុំភ្លេចតាមដានរឿងព្រំលិខិតមាននៅក្នុង Channel YouTube កឹមសៅពិរិត Official ទាំងអស់គ្នា